នៅក្នុងពេលមុនបន្ទាប់ពីជីនវូបានសម្លាប់បារ៉ានរួចហើយគាត់ក៏ទទួលបានឈាមរបស់បារ៉ានដែលត្រូវជាអាយថមទី3សម្រាប់យកទៅបង្កើត Elixir of Life ដើម្បីទៅព្យាបាលជំងឺម្ដាយរបស់គាត់រួចគាត់ក៏បានសម្រេចចិត្តផ្គុំពោះវាហើយក៏ទទួលបានទឹកថ្នាំ Elixir of Life ចំនួន6ដបរួចក៏បានធ្វើឲ្យគាត់មានការសប្បាយចិត្តជាខ្លាំងស្រាប់តែពេលនោះ Iron ក៏បានយកសាកសពសត្វនេះរបស់បារ៉ានមកឲ្យជីនវូដើម្បីឲ្យគាត់ទាញយកស្រមោលរបស់វាមកធ្វើជាកងទ័ព Shadow របស់ខ្លួនរួចជីនវូក៏បានដាក់ឈ្មោះទៅឲ្យវាថា Kaizel បន្ទាប់មកជីនវូក៏ចង់យកទឹកថ្នាំ Elixir of Life ទៅព្យាបាលជំងឺម្ដាយរបស់គាត់ភ្លាមរួចគាត់ក៏បានចងចាំថាគាត់បានទទួលរង្វាន់ជាច្រើនពីការសម្លាប់បារ៉ានហើយនៅក្នុងចំណោមរង្វាន់ទាំងអស់នោះក៏មាន Rune Stone មួយដែលមានផ្ទុកស្គៀពិសេសមួយដែលមានឈ្មោះថា Shadow Exchange ហើយវាអនុញ្ញាតឲ្យគាត់អាចផ្លាស់ប្ដូរទីតាំងជាមួយនឹងកងទ័ព Shadow របស់គាត់បានលុះបន្ទាប់ពីបានលា Aziel រួចហើយជីនវូក៏បានប្រើប្រាស់ស្គៀមួយនោះរួចក៏បានផ្លាស់ប្ដូរទីតាំងជាមួយនឹងកងទ័ព Shadow របស់គាត់ម្នាក់ដែលកំពុងតែដើរយាមល្បាតនៅតាមផ្លូវហើយវាមានរយៈពេល cooldown 3ម៉ោងទើបអាចប្រើប្រាស់ស្គៀមួយនេះម្ដងទៀតបានរួចជីនវូក៏បានជិះពីលើ Kaizel ដើម្បីធ្វើដំណើរទៅកាន់មន្ទីរពេទ្យបន្តទៀតទៅស្របពេលជាមួយគ្នានោះ Baek Yeon-ho ក៏បានទៅជួបជាមួយនឹងមិត្តចាស់របស់គាត់ម្នាក់ដែលមានឈ្មោះថា Min Myung-gu ដែលត្រូវជា Hunter Rank S Healer តែគាត់បានចូលនិវត្តន៍បាត់ទៅហើយមូលហេតុដែល Baek Yeon-ho មកជួបជាមួយនឹង Min Myung-gu នោះគឺដោយសារតែគាត់ចង់ប្រាប់ទៅកាន់ Min Myung-gu ថាគាត់នឹងចូលរួមនៅក្នុង mission ធ្វើការវាយប្រហារសត្វស្រមោចនៅលើកោះជីជូជាលើកទី4ហើយគាត់គ្រាន់តែចង់មកលាមិត្តចាស់របស់គាត់ជាលើកចុងក្រោយតែប៉ុណ្ណោះព្រោះគាត់មិនដឹងថាអាចបានជួបជាមួយនឹង Min Myung-gu ម្ដងទៀតឬមួយក៏អត់នោះទេកាន់មកខាងជីនវូឯណែវិញបន្ទាប់ពីគាត់បានធ្វើដំណើរទៅដល់មន្ទីរពេទ្យហើយនោះគាត់ក៏បានឃើញស្នាមនៅលើកម្ដាយរបស់គាត់ហើយវាគឺជាស្នាមរលាកទឹកក្តៅដែលគាត់បានធ្វើកពុបទៅលើម្ដាយរបស់គាត់កាលនៅក្មេងដោយមិនរងចាំយូរជីនវូក៏បានយកទឹកថ្នាំ Elixir of Life ទៅឲ្យម្ដាយរបស់គាត់ផឹកតែម្ដងរួចថ្នាំមួយនោះក៏បានព្យាបាលស្នាមនៅលើកម្ដាយរបស់គាត់ហើយថែមទាំងបានលុបបំបាត់ភាពជ្រីវជ្រួញនៅលើមុខម្ដាយរបស់គាត់ផងដែរនៅទីបំផុតម្ដាយរបស់ជីនវូក៏បានដឹងខ្លួនឡើងវិញរួចក៏បានធ្វើឲ្យជីនវូមានការសប្បាយចិត្តជាខ្លាំងរហូតតតែទប់ទឹកភ្នែកមិនជាប់នោះឡើយព្រោះថាអស់រយៈពេល4ឆ្នាំមកហើយដែលម្ដាយរបស់គាត់បានដេកលក់លុះស្អែកឡើងដំណឹងនៃអ្នកជំងឺ Eternal Slumber អាចភ្ញាក់ដឹងខ្លួនឡើងវិញក៏បានល្បីសរសើរទូទាំងមន្ទីរពេទ្យទាំងមូលរួចជីនវូក៏បាននាំជីនណាមកជួបជាមួយនឹងអ្នកម៉ាក់ដើម្បីនាំអ្នកម៉ាក់ចាក់ចេញពីមន្ទីរពេទ្យផងដែរហើយនៅក្នុងថ្ងៃនោះលោកប្រធាន Go Gan-hee ក៏បានប្រកាសជាសាធារណៈអំពី mission ធ្វើការវាយប្រហារសត្វស្រមោចនៅលើកោះជីជូជាលើកទី4ហើយសម្រាប់ Hunter ដែលបានដឹងអំពីដំណឹងមួយនេះពួកគេក៏បានត្រៀមខ្លួនដើម្បីចូលរួមនៅក្នុង mission មួយនេះដូចគ្នាលុះបន្ទាប់ពីជីនវូបាននាំម្ដាយរបស់គាត់មកដល់ផ្ទះវិញហើយនោះគឺបានឃើញសភាពនៅក្នុងផ្ទះរញ៉េរញ៉ៃខ្លាំងមែនទែនហើយវាគឺជាស្នាដៃរបស់ជីនណានោះឯងរួចពួកគេក៏បានជួយគ្នាម្នាក់ម្ដាយម្ជើងដើម្បីសម្អាតផ្ទះមួយនោះទៅរួចអ្នកម៉ាក់ក៏បានសួរទៅកាន់ជីនវូថាតើគាត់មានបានទទួលដំណឹងអំពីលោកប៉ារបស់គាត់ដែរឬទេតែជីនវូមិនបានទទួលដំណឹងអ្វីតាក់ទងជាមួយនឹងលោកប៉ារបស់គាត់នោះឡើយស្រាប់តែពេលនោះវូជីនឈុលក៏បានតាក់ទងមកកាន់ជីនវូដើម្បីប្រាប់គាត់អំពី mission ធ្វើការវាយប្រហារសត្វស្រមោចនៅលើកោះជីជូរួចជីនវូក៏បានធ្វើដំណើរទៅកាន់ The Hunters Association តែម្ដងហើយនៅពេលទៅដល់លោកប្រធាន Go Gan-hee ក៏បានប្រាប់ទៅកាន់គាត់ថាពួកគេនឹងធ្វើ mission មួយនេះនៅក្នុងរយៈពេល4ថ្ងៃទៀតហើយក៏បានសុំឲ្យជីនវូចូលរួមជាមួយនឹងពួកគេផងដែរតែជីនវូមិនទាន់ទាំងបានឆ្លើយផងក៏ស្រាប់តែមានរលកថាមពលវេទមន្តដ៏ខ្លាំងមួយបានជះមកដល់កន្លែងរបស់ពួកគេហើយវាគឺជាការហាត់សមរបស់ Hunter Rank S នោះឯងរួចពួកគេក៏បាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងហាត់សមនោះទៅហើយក៏បានឃើញ Baek Yeon-ho កំពុងតែធ្វើការហាត់សមជាមួយនឹង Hunter Rank S ម្នាក់ទៀតដែលមានឈ្មោះថា Ma Dong-wook ហើយគាត់គឺជាសមាជិកនៅក្នុង The Flame Guild ហើយសូម្បីតែ Hunter Rank S ទាំង10នាក់របស់ប្រទេសជប៉ុនក៏បានធ្វើដំណើរមកដល់ទីនោះដូចគ្នាអញ្ចឹងបន្ទាប់ពីពួកគេបានមកជួបជុំគ្នាអស់ហើយនោះ Goto ក៏បាន recommend ឲ្យពួកគេធ្វើការប្រកួតមិត្តភាពរវាង Hunter របស់ប្រទេសជប៉ុនជាមួយនឹង Hunter របស់ប្រទេសកូរ៉េតែម្ដងតែពួកគេគឺអនុញ្ញាតឲ្យតែ Hunter ដែលមានឋានៈប្រយុទ្ធចូលរួមប្រកួតតែប៉ុណ្ណោះហើយច្បាប់នៅក្នុងការប្រកួតមួយនេះបើសិនជាអ្នកណាចាប់បានកដៃឬប៉ះទៅលើខ្នងរបស់គូប្រកួតឬមួយក៏អាចធ្វើឲ្យគូប្រកួតដួលទៅលើដីបានអ្នកនោះគឺជាអ្នកឈ្នះលុះក្រោយពីបានព្រមព្រៀងគ្នារួចហើយពួកគេក៏បានធ្វើការប្រកួត4 ទៅនឹង 4តែម្ដងក៏ប៉ុន្តែជីនវូរបស់យើងមិនបានចូលរួមប្រកួតជាមួយនឹងពួកគេ
គេនោះឡើយព្រោះគាត់គ្រាន់តែជាដៃមេឃម្នាក់តែប៉ុណ្ណោះហើយគ្រាន់តែចាប់ផ្ដើមការប្រកួតគ្នាភ្លាមម៉ាដុងវូក៏បានប្រើប្រាស់ធម៌ពលរបស់គាត់ពង្រីកខ្លួនយ៉ាងធំរួចគាត់ក៏បានចូលទៅប្រយុទ្ធគ្នាមួយស្មើជាមួយនឹងឋានកាហើយមើលទៅកម្លាំងរបស់ពួកគេទាំងពីរគឺមិនសូវចាញ់គ្នាប៉ុន្មាននោះទេចំណែកឯ Lim Tae-kyu គាត់ក៏បានចូលទៅប្រយុទ្ធជាមួយនឹងប្រូសក់លឿងក៏ប៉ុន្តែដោយសារតែគាត់គឺជាដៃអឹមអញ្ចឹងជំនាញរបស់គាត់គឺជាការវាយប្រហារពីចម្ងាយហើយសម្រាប់ Baek Yun-ho វិញគាត់ក៏បានតទល់ជាមួយនឹងប្រូប៉ែម៉ាហើយមើលទៅប្រូប៉ែម៉ាគឺមិនសូវចូលចិត្តការប្រយុទ្ធគ្នាប៉ុន្មាននោះទេព្រោះគាត់តែងតែរត់គេចចេញពី Baek Yun-ho រហូតនឹងបន្តិចក្រោយមកឋានកាក៏បានយកឈ្នះទៅលើ Ma Dong-wook ហើយសូម្បីតែប្រូសក់លឿងក៏បានយកឈ្នះទៅលើ Lim Tae-kyu ដូចគ្នារួចពួកគេទាំងពីរក៏បានចូលទៅតទល់ជាមួយនឹង Baek Yun-ho តែម្ដងពេលដែលបាននឹងរឿងនេះភ្លាមស្រីស្អាតរបស់យើង Cha Hae-in ក៏បានប្រញាប់យកឈ្នះទៅលើគូប្រកួតរបស់នាងដើម្បីចូលទៅជួយ Baek Yun-ho រួចនាងក៏ត្រូវបានប្រូប៉ែម៉ាលួចឆ្មក់ពីក្រោយតែនាងក៏បាននឹងខ្លួនមុនហើយក៏បាន reflect តែទៅលើប្រូប៉ែម៉ាប៉ុន្មានដៃឡើងបែកមាត់ហ្មងរួចក៏បានធ្វើឲ្យប្រូប៉ែម៉ាខឹងជាខ្លាំងហើយឲ្យតែពេលប្រូប៉ែម៉ាខឹងម្ដងគឺកនឆាវខ្លាំងមែនទែនមិនអាចគ្រប់គ្រងខ្លួនឯងបាននោះឡើយរួចកនក៏បានធ្វើការវិប្រហារទៅលើ Cha Hae-in វិញទាំងកំរោចូលហើយនៅពេលដែលបានឃើញស្ថានភាពដូចជាមិនសូវស្រួលបែបនេះ Jin Woo របស់យើងក៏បានសម្រេចចិត្តចូលទៅជួយ Cha Hae-in តែម្ដងក៏ប៉ុន្តែប្រូប៉ែម៉ាមិនព្រមឈប់ងាយនោះទេគឺកនចង់វាយទៅលើ Jin Woo ម្នាក់ទៀតតែ Jin Woo ក៏បានចាប់បោកកនខ្ទប់ទៅខាងក្រោមបានយ៉ាងងាយហើយនៅពេលដែលបានឃើញកម្លាំងនិងបំលាស់ទីរបស់ Jin Woo លឿនខ្លាំងបែបនេះ Goto មិនជឿថា Jin Woo គឺជាដៃមេឃនោះឡើយរួយកនក៏ចង់ធ្វើការឆលិនវាយគ្នាមួយស្មើជាមួយនឹង Jin Woo ដើម្បីបកអាក្រាតស្បែកមុខរបស់គាត់តែម្ដងហើយ Jin Woo ក៏មិនបានបដិសេធនោះដែរតែកនមានលក្ខខណ្ឌមួយគឺកនចង់ឲ្យ Goto បញ្ចេញធម៌ពលរបស់គាត់ទាំងអស់នៅក្នុងការប្រយុទ្ធមួយនេះលុះបន្ទាប់ពី Jin Woo បានកម្ដៅសាច់ដុំរួចហើយ Goto ក៏បានស្ទុះចូលទៅមាត់ Jin Woo មួយដៃភ្លាមហ្មងទាំងដែល Jin Woo មិនទាន់បានត្រៀមខ្លួននោះឡើយតែ Jin Woo ក៏អាចកិច្ចផុតការវាយប្រហារមួយនោះបានយ៉ាងងាយរួច Goto ក៏បានស្ទុះចូលទៅវាយ Jin Woo បន្តទៀតតែទោះបីជាគាត់ខំប្រឹងវាយទៅលើ Jin Woo ខ្លាំងប៉ុណ្ណាក៏ដោយក៏ Jin Woo នៅតែអាចកិច្ចផុតទាំងអស់នឹងហើយក៏បានធ្វើឲ្យ Goto មានការខឹងសម្បាជាខ្លាំងនៅពេលដែលគាត់វាយមិនត្រូវ Jin Woo បែបនេះរួចគាត់ក៏បានសម្រេចចិត្តប្រើប្រាស់ធម៌ពលរបស់គាត់ទាំងអស់ធ្វើការវាយប្រហារទៅលើ Jin Woo តែម្ដងហើយគាត់ក៏បានវាយចំមុខរបស់ Jin Woo ធ្វើឲ្យរយៈបន្តិចផងដែររួចនៅពេលដែលគាត់ចង់ចាក់ទម្លុះភ្នែករបស់ Jin Woo ទៅហើយនោះ Jin Woo ក៏បានចាប់ដៃរបស់គាត់ជាប់តែ Jin Woo មិនបានចាប់កដៃរបស់គាត់នោះទេព្រោះបើសិនជា Jin Woo ចាប់កដៃរបស់គាត់នោះ Jin Woo គឺជាអ្នកឈ្នះហើយគាត់ជឿថា Goto មិនចង់បញ្ចប់ការប្រយុទ្ធទាំងបែបនេះនោះឡើយរួចពួកគេទាំងពីរក៏ចង់បញ្ចេញធម៌ពលរបស់ពួកគេទាំងអស់ចូលទៅប្រយុទ្ធគ្នាតែម្ដងតែពួកគេក៏ត្រូវបាន Hunter ផ្សេងទៀតចូលទៅខាត់ព្រោះបើសិនជាបណ្ដោយឲ្យពួកគេទាំងពីរប្រយុទ្ធគ្នាទៀតនោះពួកគេនឹងមានរបួសទាំងសងខាងជាមិនខានអញ្ចឹងបន្ទាប់ពីការហាត់សមត្រូវបានបញ្ចប់ហើយនោះ Jin Woo ក៏បានបញ្ចូលកងទ័ព Shadow របស់គាត់ទៅក្នុងស្រមោលរបស់ពួកគេម្នាក់មួយហើយមុនពេលដែល Jin Woo ធ្វើដំណើរត្រឡប់ទៅផ្ទះវិញគាត់ក៏បានប្រាប់ទៅកាន់លោកប្រធាន Gogan Hee ថាគាត់មិនបានចូលរួមនៅក្នុង mission ធ្វើការវាយប្រហារសត្វស្រមោចនៅលើកោះជីជូនោះឡើយព្រោះដោយសារតែគាត់ចង់ចំណាយពេលជាមួយនឹងម្ដាយរបស់គាត់ដែលទៅតែចេញពីមន្ទីរពេទ្យថ្មីហើយលោកប្រធាន Gogan Hee ក៏មិនបានបង្ខំគាត់នោះដែរដូចនេះ Hunter Rank S ដែលចូលរួមនៅក្នុង mission មួយនេះគឺមានត្រឹមតែ15នាក់តែប៉ុណ្ណោះកាត់មកខាងកោះជីជូអាណែបន្តិចដោយសារតែនៅទីនោះអត់ចំណីស៊ីពួកស្រមោចក៏បានចាប់ផ្ដើមស៊ីគ្នាឯងធ្វើជាអាហារអញ្ចឹងពួកវាមិនអាចរស់នៅបែបនេះតទៅទៀតបានទេរួចមេស្រមោចក៏បានរៀបចំផែនការដើម្បីចាកចេញពីកោះមួយនេះតែម្ដងហើយវាក៏បានបង្កើតស្រមោចខ្មៅមួយដែលមានថាមពលដ៏ខ្លាំងអស្ចារ្យដើម្បីឲ្យដឹកនាំពួកស្រមោចផ្សេងទៀតចាកចេញពីកោះមួយនេះផងដែរប៉ុន្មានថ្ងៃក្រោយមក mission ធ្វើការវាយប្រហារសត្វស្រមោចនៅលើកោះជីជូក៏បានចាប់ផ្ដើមរួចពួក Hunter ក៏បាននាំគ្នាជិះកប៉ាល់ធ្វើដំណើរទៅកាន់កោះនោះទៅហើយសូម្បីតែមាន Byung-gu ដែលមិនចង់ចូលរួមនៅក្នុង mission មួយនេះក៏បានប្តូរចិត្តមកចូលរួមវិញដូចគ្នាព្រោះគាត់មិនអាចឲ្យមិត្តសម្លាញ់របស់គាត់បាត់បង់ជីវិតនៅក្នុង mission មួយនេះនោះឡើយហើយពួកគេក៏មាន Hunter Rank A ម្នាក់ជាអ្នកថតសកម្មភាពរបស់ពួកគេដើម្បី live ផ្ទាល់ជាសាធារណៈផងដែរចំណែកឯ Hunter Rank S ទាំង10នាក់របស់ប្រទេសជប៉ុនឯណែវិញពួកគេក៏បានបែងចែកគ្នាចេញជា4ក្រុមរួចក៏បានបញ្ចេញថាមពលវេទមន្តរបស់ខ្លួនដើម្បីបញ្ឆោតឲ្យពួកស្រមោចចេញពីសម្បុករបស់ពួកវាហើយនៅពេលដែលពួកវាកំពុងតែហើរ
ចាក់ចេញនោះក៏មានស្រមោចមួយចំនួនបានហើរសំដៅទៅកាន់យន្តហោះរបស់ Hunter Rank S របស់ប្រទេសកូរ៉េដូចគ្នាតែពួកវាក៏ត្រូវបានឆយចុងអ៊ិនប្រើប្រាស់វេទមន្តភ្លើងបាញ់សម្លាប់ចោលបានយ៉ាងងាយហើយបន្ទាប់ពីបានបោសសម្អាតពួកវារួចហើយពួកគេក៏បាននាំគ្នាចូលទៅក្នុងសម្បុករបស់ស្រមោចទាំងអស់នោះដើម្បីសម្លាប់ Anne Queen ដែលត្រូវជាមេស្រមោចតែម្ដងស្របពេលជាមួយគ្នានោះនៅលើកប៉ាល់អាណែវិញពួកគេក៏បានបើកដំណើរការរលកសញ្ញាម្យ៉ាងដើម្បីរំខានទៅដល់ការតាក់ទងរវាងមេស្រមោចជាមួយនឹងកូនចៅរបស់វាដូចនេះមេស្រមោចមិនអាចកោះហៅកូនចៅរបស់វាឲ្យត្រឡប់មកជួយវាវិញបានទេហើយខណៈពេលដែលពួក Hunter Rank S របស់ប្រទេសជប៉ុនកំពុងតែប្រយុទ្ធជាមួយនឹងពួកស្រមោចទាំងអស់នោះនៅខាងក្រៅពួក Hunter Rank S របស់ប្រទេសកូរ៉េក៏បានចូលទៅក្នុងសម្បុករបស់ស្រមោចបានសម្រេចរួចឆយចុងអ៊ិនក៏បានប្រើប្រាស់សំណាញ់ភ្លើងដើម្បីបិទច្រកចេញចូលផងដែរតែបញ្ហារបស់ពួកគេគឺថានៅទីនោះគឺមានរុនជាច្រើនដូចនេះពួកគេមិនដឹងថារុនមួយណានាំផ្លូវពួកគេទៅកាន់កន្លែងរបស់មេស្រមោចនោះឡើយស្រាប់តែពេលនោះឆយចុងអ៊ិនក៏បានប្រើប្រាស់បាល់ភ្លើងជាច្រើនបាញ់ចូលទៅក្នុងរុនទាំងអស់នោះដើម្បីស្វែងរកថាតើរុនមួយណាដែលមានជម្រៅជ្រៅជាងគេបង្អស់រួចពួកគេក៏បានធ្វើដំណើរទៅតាមរុនមួយនោះតែម្ដងហើយបន្ទាប់ពីពួកគេធ្វើដំណើរបានឆ្ងាយបន្តិចពួកគេក៏បានប្រទះឃើញពងស្រមោចជាច្រើននៅទីនោះហើយពួកគេក៏បានក្រឡេកឃើញពងមួយដែលធំជាងគេបង្អស់របស់ស្រមោចខ្មៅដែលបានញាស់កាលពីថ្ងៃមុនផងដែរចំណែកឯស្រមោចខ្មៅមួយនោះវិញគឺវាបានចេញទៅខាងក្រៅបាត់ទៅហើយវាថែមទាំងបានសម្លាប់ Hunter Rank S របស់ប្រទេសជប៉ុនអស់ម្នាក់ទៀតផង